សូមស្វាគមន៍ការចូលមកកាន់ការបង្រៀនកម្មវិធីនិពន្ធជាភាសាខ្មែរតាមរយៈវីដេអូនៅក្នុងមេរៀននេះអ្នកនឹងសិក្សាអំពីរបៀបបញ្ចូលជួរឈើឬជួរដេកចំណុចមួយទៀតគឺអ្នកនឹងសិក្សាអំពីរបៀបលុបជួរដេកឬជួរឈើអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាខ្ញុំសូមធ្វើការបង្ហាញអ្នកទាំងអស់គ្នាដូចតទៅអញ្ចឹងចំណុចទី1នេះខ្ញុំសូមបង្ហាញអំពីការបញ្ចូលជួរដេកឬជួរឈើអញ្ចឹងដើម្បីធ្វើការបញ្ចូលជួរឈើបានទី1អ្នកទាំងអស់គ្នាគឺដាក់ទស្សន៍ត្រនិចក្រឡាត្រង់ទីតាំងដែលយើងចង់បញ្ចូលថ្មីមានន័យថាយើងយកម៉ៅរបស់យើងរំកិលទៅកាន់ទីតាំងណាមួយដែលយើងចង់បញ្ចូលថ្មីឧទាហរណ៍ថាអញ្ចឹងនៅក្នុងឯកសាររបស់ខ្ញុំនេះខ្ញុំមានអក្សរសាស្ត្រគណិតវិទ្យាអញ្ចឹងខ្ញុំចង់បន្ថែមមុខវិជ្ជាមួយទៀតនៅចន្លោះហ្នឹងខ្ញុំចង់បន្ថែមមុខវិជ្ជាគីមីវិទ្យាអញ្ចឹងខ្ញុំបញ្ចូលនៅជួរឈើថ្មីមួយដើម្បីដាក់អញ្ចឹងខ្ញុំជ្រើសទីតាំងជួរឈើដែលចង់បញ្ចូលថ្មីសិនមកនៅចន្លោះនេះបន្ទាប់មកអ្នកទាំងអស់គ្នាចុចនៅលើមេនុយបញ្ចូលជ្រើសរើសយកពាក្យថាជួរឈើពេលនោះយើងនឹងបានជួរឈើថ្មីមួយបន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការវាយបញ្ចូលតំណែងបានខ្ញុំដាក់ថាគីមីវិទ្យាបានអញ្ចឹងចាក់តឹងទៅនឹងការបញ្ចូលជួរឈើគឺយើងអាចមានរបៀបមួយទៀតរបៀបទី1គឺយើងបញ្ចូលតាមរយៈមេនុយចំណុចមួយទៀតរបៀបមួយទៀតឧទាហរណ៍ថាខ្ញុំចង់ឥឡូវខ្ញុំចង់បញ្ចូលមុខវិជ្ជាមួយទៀតដែលមានហៅថាជីវវិទ្យានៅចន្លោះនេះអញ្ចឹងខ្ញុំជ្រើសរើសក្រឡាដែលទីតាំងក្រឡាដែលខ្ញុំចង់បញ្ចូលថ្មីបន្ទាប់មកខ្ញុំចុចកណ្ដុលស្ដាំនៅលើក្បាលជួរឈើដែលចង់ជ្រើសរើសហើយខ្ញុំជ្រើសពាក្យថាបញ្ចូលអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់ខ្ញុំសូមធ្វើការបង្ហាញអញ្ចឹងយើងជ្រើសក្រឡាទីតាំងជួរឈើដែលយើងចង់បញ្ចូលបន្ទាប់មកយើងមូលម៉ៅរបស់យើងមានន័យថាយើងចឹកម៉ៅរបស់យើងដែលមានសញ្ញាព្រួញដែលភាសាខ្មែរយើងហៅថាកូនកណ្ដុរបន្ទាប់មកយើងដាក់ឲ្យចំក្បាលជួរឈើដែលយើងចង់បញ្ចូលថ្មីហើយយើងធ្វើការចុចកណ្ដុរស្ដាំនៅលើក្បាលជួរឈើដែលយើងចង់បញ្ចូលឧទាហរណ៍យើងភាសាអង់គ្លេសស្មើនឹងម៉ៅស្ដាំជាងយើងអាចចុចម៉ៅស្ដាំមកបន្ទាប់មកយើងជ្រើសពាក្យថាបញ្ចូលជួរឈើពេលនោះអ្នកទាំងអស់គ្នានឹងទទួលបានជួរឈើមួយអញ្ចឹងខ្ញុំអាចដាក់ថាជីវវិទ្យាទៅបានអញ្ចឹងសូមអ្នកទាំងអស់គ្នាកត់ចំណាំទៀតការបញ្ចូលជួរដេកគឺមានលក្ខណៈដូចទៅនឹងជួរឈើដែរគឺខុសត្រង់ថាទី1យើងជ្រើសពាក្យថាជួរឈើចំណែកឯជួរដេកយើងត្រូវជ្រើសរើសយកពាក្យថាជួរដេកអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាមានការផុនច្រឡំខ្ញុំអាចបញ្ជាក់អ្នកទាំងអស់គ្នាដើម្បីអនុវត្តឲ្យអ្នកទាំងអស់គ្នាឃើញតែម្ដងអញ្ចឹងខ្ញុំចង់បញ្ចូលជួរដេកមួយដើម្បីបញ្ចូលឈ្មោះថ្មីមួយនៅចន្លោះImperum និង Lun Samol អញ្ចឹងខ្ញុំជ្រើសទីតាំងជួរដេកដែលខ្ញុំចង់បញ្ចូលបន្ទាប់មកខ្ញុំចុចមេនុយបញ្ចូលខ្ញុំជ្រើសថាជួរដេកពេលនោះខ្ញុំទទួលបានជួរដេកមួយយើងអាចធ្វើតាមរបៀបទី2ខ្ញុំអាចជ្រើសរើសជួរដេកមួយទៀតទៅដែលយើងចុចត្រង់ទីតាំងនេះដែរ
បន្ទាប់មកជើងមូម៉ៅរបស់យើងដែលមានសញ្ញាព្រួយនេះឬក៏ភាសាខ្មែរយើងហៅថាកណ្ដុរយើងអាចដាក់ឲ្យចំក្បាលនៃជួរដេករបស់យើងបន្ទាប់មកយើងចុចម៉ៅស្ដាំហើយយើងជ្រើសរើសពាក្យថាបញ្ចូលជួរដេកពេលនោះយើងនឹងទទួលបានជួរដេកថ្មីមួយអញ្ចឹងអ្នកទាំងអស់គ្នាអាចបញ្ចូលឈ្មោះបានអញ្ចឹងខាងលើនេះគឺយើងធ្វើតាមរបៀបទី1និងរបៀបទី2អ្នកទាំងអស់គ្នាអាចដាក់ទៅខ្ញុំដាក់ថានេះធូណាច័ន្ទមករាបានអញ្ចឹងតាក់ទងទៅនឹងការបញ្ចូលជួរឈើឬជួរដេកត្រូវបានបញ្ចប់អញ្ចឹងខ្ញុំចូលដល់ចំណុចមួយទៀតតាក់ទងទៅនឹងការលុបជួរដេកឬការលុបជួរឈើអញ្ចឹងដើម្បីលុបធ្វើការលុបជួរឈើឬក៏ជួរដេកអ្នកទាំងអស់គ្នាអាចក្រឡេកមកមើលត្រង់នេះអញ្ចឹងខ្ញុំសូមអនុវត្តធ្វើការលុបជួរឈើជាមុនសិនអញ្ចឹងមានន័យថាឥឡូវខ្ញុំចង់លុបជួរឈើឈ្មោះចោលជួរមានន័យថាជួរឈើ A អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែជ្រើសជួរឈើដែលយើងចង់លុបឧទាហរណ៍ខ្ញុំជ្រើសជួរឈើ A ព្រោះខ្ញុំចង់លុបជួរឈើ A បន្ទាប់មកយើងចុចប៊ូតុងកណ្ដុរស្ដាំលើក្បាលជួរដេកលើក្បាលជួរឈើដែលយើងចង់លុបឧទាហរណ៍ថាខ្ញុំចង់លុបជួរនេះអញ្ចឹងយើងមូម៉ៅរបស់យើងនេះតែភាសាខ្មែរយើងហៅថាកណ្ដុរយើងដាក់ឲ្យចំក្បាលជួរឈើបន្ទាប់មកអ្នកទាំងអស់គ្នាចុចម៉ៅស្ដាំជ្រើសរើសយកពាក្យថាលុបជួរឈើពេលនោះជួរឈើនឹងត្រូវបានលុបចោលអញ្ចឹងតាក់ទងទៅនឹងការលុបជួរដេកគឺមានលក្ខណៈដូចគ្នាដែរដើម្បីកាន់តែច្បាស់ខ្ញុំសូមធ្វើការបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងការលុបជួរដេកបន្តទៀតអញ្ចឹងយើងគ្រាន់តែមូម៉ៅរបស់យើងដាក់ឲ្យចំក្បាលជួរដេកដែលយើងចង់លុបឧទាហរណ៍ខ្ញុំចង់លុបជួរដេកទី4បន្ទាប់មកយើងចុចប៊ូតុងកណ្ដុរស្ដាំឬក៏យើងចុចម៉ៅខាងស្ដាំបន្ទាប់មកយើងពាក្យថាលុបជួរដេកពេលនោះជួរដេករបស់យើងត្រូវបានលុបអញ្ចឹងតាក់ទងទៅនឹងការបញ្ចូលជួរឈើឬជួរដេកនិងការលុបជួរដេកឬជួរឈើគឺត្រូវបានបញ្ចប់សូមអរគុណ